ក្រិតគុនខ្មែរគូទី2ដែលជាគូកីឡាករនីទឹកទី1បាទអរគុណគូទី2បាទជាការប្រកួតលក្ខណៈកីឡាករនីជាតិចូលមកដល់ទឹកទី1បាទជាការប្រកួតសងសឹកការមុនបាទវគ្គផ្ដាច់ព្រាត់ដណ្ដើមពានគឺបាទបង្គោលក្រហមជាអ្នកទទួលបានជ័យជំនះបាទគ្រាន់តែចាប់ផ្ដើមភ្លាមបាទបដូរកណ្ដាប់ដៃក៏ដូចជារន្ទះជើងធ្ងន់ធ្ងរបាទវត្តមានគណៈធិបតីបាទអាដាមទេសរដ្ឋមន្ត្រីគីតិចបាទរួមជាមួយនឹងបាទឧត្តមសេនីយ៍ឯករតស្រៀងឧបត្ថម្ភជូនកីឡាករនីបង្គោលខៀវថវិកា20,000 រៀលបាទដល់ឡែកបាទអ្នកញ៉ាស្មាងវឌ្ឍនៈរួមជាមួយនឹងអាដាមគឹមវុធីឧបត្ថម្ភជូនកីឡាករនីបង្គោលក្រហមថវិកា20,000 រៀលដូចគ្នាបាទជាបន្តទស្សនាការប្រកួតជាបន្តទៀតបាទដាក់ចូលបាទកណាត់ដៃស្ដាំបាទតតឆ្វេងបាទពីនៅស្រីនីបាទអ្នកកំពង់ធំបាទប៉ះជាមួយនឹងអ្នកខេត្តសៀមរាបបាទផ្លូវជាប់គ្នាបាទដាក់ចូលលុកកណាត់ដៃឆ្វេងស្ដាំបាទដាក់ចូលជាបន្តទៀតបាទកំពុងតែបាទសម្លឹងបាទរកមើលចំណុចបាទវាចំគោលដៅលុកឆ្វេងស្ដាំបាទបោះឆ្វេងបាទជាសុខេតញាក់បន្តិចបាទកណាត់ដៃឆ្វេងស្ដាំរបស់បាទស្រីនីអត់ដល់បាទស្រីនីកំពុងតែវាយស្រីណាកំពុងតែជួយបោះប្លង់នៅខាងក្រោមបាទសម្លឹងមើលតិចបាទអ្នកគ្រូគិតរស្មីម៉ាឡាក៏កំពុងតែបាទសម្លឹងយ៉ាងយកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណាឲ្យកីឡាករនីទាំងពីរប្រកួតគឺប្រកបទៅដោយលក្ខណៈបច្ចេកទេសនៃគុណខ្មែរបាទតតឆ្វេងរបស់ស្រីនីបាទនៅបាទកំពុងតែពិនិត្យបច្ច័យបាទតតស្ដាំមួយបាទតតឆ្វេងលុកស្ដាំបាទតតឆ្វេងសងទៅមកបាទព្យាយាមដាក់ចូលបាទសុខេតព្យាយាមដាក់ចូលបាទព្យាយាមដាក់ចូលឲ្យគៀវាយប្រាក់កណាប់ដៃឆ្វេងស្ដាំអីយ៉ាបាទគូកីឡាករនីបាទក៏ផ្ដល់នូវភាពជួយចិត្តជូនទៅដល់ពុកម៉ែបងប្អូនយ៉ាងដូចបាទដូច្នេះប្រិយមិត្តបាទសូមសម្លេងជូនគូនេះមួយបាទអរគុណបាទការគ្រប់គ្រងរបស់បងប្អូនបាទធ្វើឲ្យកីឡាករនីទាំងពីរនេះគឺថាកាន់តែមានកម្លាំងចិត្តនៅក្នុងការបង្ហាញស្នៀតគុណរបស់ខ្លួនបាទសុខេតថ្មីត្បិតថាទៀបជាងបន្តិចក៏ប៉ុន្តែបាទស្នៀតក៏ល្អបាទស្រីនេះបាទរៀងក៏បាទព្យាយាមបាទចង្កោកខ្នងមួយបាទទាត់ឆ្វេងរបស់ស្រីនេះអត់ទាន់ទៅណាទេបាទធាក់ស្ដាំមួយបាទរបស់សុខេតហើយក៏កំពុងតែព្រឹកព្រៀងដូចគ្នាបាទទាត់ផ្លូវក្នុងរបស់ស្រីនេះចាប់ជើងបានរបស់សុខេតបាទហើយក៏របូតចេញទៅវិញបាទនៅបាទទឹកទី1នេះគឺថានៅរៀងចង្វាក់តាមមិនទាន់បាទជារំខានប្រហែលទេក៏ប៉ុន្តែកំពុងតែបាទបន្ថែមល្បឿននៅក្នុងការប្រកួតបន្តទៀតបាទទាត់ស្ដាំរបស់ស្រីនេះលុកឆ្វេងកណ្ដាប់ដៃស្ដាំរបស់សុខេតអាយ៉ាឆ្វេងស្ដាំរបស់សុខេតបាទចូលចាប់គ្រាជាប់ជង្គង់ឆ្វេងបាទជង្គង់ស្ដាំជង្គង់ផ្ទះទៅមកបាទព្យាយាមផ្ទះឆ្វេងផ្ទះស្ដាំបាទជង្គង់ដូចគ្នាបាទអ្នកគ្រូអញ្ញាកដាក៏ចាប់បបែកបាទឲ្យបន្តការប្រកួតបានសល់ពេលវេលា10វិនាទីចុងក្រោយនៅក្នុងទឹកទី1បាទទាត់ស្ដាំរបស់ស្រីនីបាទរន្ទះជើងព្យុះសមុទ្របាទកំពុងតែបាទដើរចូលបន្តិចទាត់ឆ្វេងមិនដល់ទេសុខេតដកផុតសុខេតទាត់ស្ដាំលុកណាប់ដៃស្ដាំបាទបដូរទៅមកជាបន្តទៀតបាទហើយក៏ចប់ទឹកទី1បាទស្វាគមន៍ជាបន្តសម្រាប់ការប្រកួតបាទយ៉ាងណាយើងចាប់អារម្មណ៍ជាមួយនឹងការបង្ហាញជូនរូបភាពយឺតបាទត្រង់នេះបាទទាត់ឆ្វេងទាត់ស្ដាំទៅមកបាទលុកណាប់ដៃស្ដាំរបស់សុខេតដើរចូលជាបន្តទៀតបាទទាត់ឆ្វេងរបស់នឿនស្រីនីកាត់ក៏ប៉ុន្តែសុខេតព្យាយាមបាទប្រើកណ្ដាប់ដៃបាទឆ្វេងស្ដាំបាទគៀងចូលទៅដល់បកោសហើយកាត់ចូលមកប្លង់ត្រង់នេះកណ្ដាប់ដៃស្ដាំមួយរបស់សុខេតបាទហើយស្រីនីបាទព្យាយាមបាទទាត់កាត់ឆ្វេងស្ដាំចូលចាប់គ្រាជាប់បាទជង្គង់ស្របម្នាក់មួយបាទទាត់ស្ដាំលុកកណ្ដាប់ដៃស្ដាំបានសមមកវិញបាទកណ្ដាប់ដៃរបស់សុខេតបាទទាញមកអូយបាទកែងខ្លីមួយរបស់បាទនឿនស្រីនីលុកកណ្ដាប់ដៃស្ដាំរបស់សុខេតទឹកទី2បាទជាបន្តទស្សនាការប្រកួតដ៏ជួយចិត្តបាទគូលក្ខណៈកីឡាករនីជាតិចូលមកដល់ទឹកទី2បង្គោលក្រហមគឺកីឡាករនីបាទជាសុខេតរីឯបង្គោលខៀវគឺកីឡាករនីនឿនស្រីនីបាទព្យាយាមដើរចូលទាត់ឆ្វេងអត់ដល់ទេបាទពីស្រីនីបាទការប្រកួតសងសឹកចាំមើលថាស្រីនីបង្គោលខៀវអាចសងសឹកបាទបង្គោលក្រហមបានអត់លុកបាទបដូរកណ្ដាប់ដៃគ្នាម្នាក់មួយឆ្វេងស្ដាំបាទជាសុខេតនៅតែបន្តដើរចូលបាទលុកឆ្វេងស្ដាំទាត់ឆ្វេងណែស្រីនីបាទព្យាយាមដើរចូលបន្តវិញបាទទាត់ឆ្វេងអាយ៉ាបាទព្យាយាមបាទកំពុងតែបាទបន្ថែមបច្ចេកទេសរបស់ខ្លួនរៀងខ្លួនបាទព្យាយាមចកោងក្នុងដើរចូលបន្តិចពីស្រីនីទាត់ឆ្វេងអត់ដល់ទេបាទទាត់ស្ដាំក៏មិនដល់បាទស្រីនីព្យាយាមបាទដើរចូលក៏ប៉ុន្តែអត់ដល់ទេបាទការបដូរគ្នាទាំងកណ្ដាប់ដៃនិងរន្ទះជើងបាយមិញនេះបាទវត្តមានគណៈធិបតីបាទអាដាមគីតិចទេសរដ្ឋមន្ត្រីរួមជាមួយនឹងអាដាមឧត្តមសេនីយ៍ឯករតស្រៀងបាទឧបត្ថម្ភបន្ថែមជូនកីឡាករនីបង្គោលខៀវថវិកា20,000 រៀលបាទចំណែកអ្នកអញ្ញាស្មាវឌ្ឍនៈរួមជាមួយនឹងអាដាមខឹមវុធី
ឧបត្ថម្ភបន្ថែមជូនកីឡាករនេះបង្គោលក្រហមថវិកា20,000 រៀលបាទដូច្នេះអ្នកទាំងពីរគឺទទួលបានថវិកាម្នាក់40,000 រៀលបាទគិតត្រឹមពេលនេះបាទដូច្នេះគេថាព្យាយាមបន្តបាទការប្រកួតឲ្យកាន់តែជួយចិត្តបាទអរគុណបាទវត្តមានគណៈធិបតីបាទលោកចំណាយពេលវេលាដ៏មានតម្លៃបាទចូលរួមទស្សនាបាទបានបាទផ្ដល់នៅថវិកាបន្ថែមលើកទឹកចិត្តបាទជូនទៅដល់កីឡាករនេះរបស់យើងបាទលោកកណាប់ដៃស្ដាំរបស់មិញរបស់ស្រីនីដាក់ចូលទាត់ប្រច្រាស់គ្នាសងកណាប់ដៃស្ដាំរបស់សុខេតបាទពេលវេលានៅសល់ពាក់កណាប់ផ្លូវឲ្យយកចេញកែងស្ដាំបាទរបស់ស្រីនីបាទអ្វីត្បិតថាកីឡាករនេះក៏ប៉ុតមែនក៏ប៉ុន្តែកែងក៏អត់លះដែរបាទអ្វីត្បិតថាបានទៅចូលវឹកហាត់គុណខ្មែរហើយគេថាអញ្ចឹងគឺរឿងផ្សេងហ្នឹងចាំកិតក្រោយអញ្ចឹងក្បាច់គុណក្បាច់ចេញមកអស់ដូចគ្នាបាទកណាប់ដៃឆ្វេងស្ដាំលុកស្ដាំបាទទៅជាបន្តឆ្វេងស្ដាំបាទកណាប់ដៃរបស់សុខេតនៅស្រីនីថយប្រហែលជា2ម៉ែត្រកន្លះឥឡូវកើចូលមកវិញបាទនៅសល់1នាទីជាបន្តនៃការប្រកួតបាទទឹកទី2នេះដើរចូលហើយក៏លុកកណាប់ដៃឆ្វេងស្ដាំចាប់គ្រាជាប់បាទជង្គង់ឆ្វេងរបស់ស្រីនីបាទធាក់ទល់មួយរបស់សុខេតចាប់ជើងបានទាត់ឆ្វេងស្រីនីលុកឆ្វេងស្ដាំបាទការប្រកួតកាន់តែជួយចិត្តបងប្អូនយើងសុំសម្លេងមួយទៀតបាទឆ្វេងស្ដាំរបស់ស្រីនីរុញចេញរបស់សុខេតបាទសុខេតព្យាយាមដាក់ចូលគៀប្រើកណាប់ដៃបាទស្រីនីដាក់ចូលជាបន្តយ៉ាងណាដែរសុខេតបាក់ដកបន្តិចសិនបាទធាក់ចូលកណាប់ដៃឆ្វេងស្ដាំរបស់សុខេតជង្គង់ឆ្វេងរបស់ស្រីនីជង្គង់ឆ្វេងជង្គង់ស្ដាំរបស់សុខេតបាទចុងទឹកទី2បាទណែដើរចូលជាបន្តទៀតបាទការប្រកួតនេះបាទកាន់តែជួយចិត្តបាទកីឡាករនេះខៀវច័ន្ទរតដែលមកចូលរួមទស្សនានោះក៏កំពុងតែហូរថាអូយជួយចិត្តដោយការខ្ញុំប្រកួតល្អមើលដូចគ្នាបាទអញ្ញាកដាចាប់បបាយបន្តិចសិនហើយក៏ដើរចូលទាត់ឆ្វេងបាទចប់ទឹកទី2ខ្ញុំមកទស្សនាការប្រកួតជាបន្តទៀតបាទឈិនចូលដល់ទឹកទី3ហើយបាទការដើរចូលដេកតាមទាត់ឆ្វេងពីស្រីនេះប៉ុន្តែសុខេតក៏ព្យាយាមដើរចូលទាត់ឆ្វេងជាបន្តទៀតបាទវីឆ្វេងចូលពេញគោលដៅទាត់ឆ្វេងកាត់សានណាបាទអ្នកទាំងពីរបាទគឺវីសាដូចគ្នាបាទស័ក្តិសមនឹងទទួលបានឱកាសការប្រកួតបែបនេះបាទព្រឹត្តិការណ៍ធំមានបងប្អូនយើងទស្សនាទឹកទី3ដែលជាទឹកដីប្រន់បាទឈិនចូលដល់ទឹកទី3ដែលជាទឹកប្រាច់ប្រត់ទឹកកាត់សេចក្តីថាសុខេតឬក៏នៅស្រីនេះជាអ្នកទទួលបានជ័យជំនះសម្រាប់ការប្រកួតមិត្តភាពដ៏អស្ចារ្យនៅក្នុងជិមនេះទាត់ឆ្វេងមានអបជើងមានទៅក៏មានមកបាទធ្ងន់ដូចគ្នាបាទទាត់ឆ្វេងពីស្រីនេះចូលពេញបាទទាត់ស្ដាំសងទៅវិញដូចគ្នាពីសុខេតក៏ចូលពេញដូចគ្នាធាក់ឆ្វេងជាបន្តទៀតបាទទាត់ស្ដាំពីបាទសុខេតលោកឆ្វេងថែមស្ដាំជាបន្តទៀតពីស្រីនេះបាទបន្តដល់ចូលបាទវត្តមានគណៈធិបតីអាដាមគីតិទេសរដ្ឋមន្ត្រីរួមជាមួយនឹងអាដាមស្រីឯករដ្ឋស្រៀងឧបត្ថម្ភជូនដល់បង្គោលខៀវទឹកប្រាក់20,000 រៀលបាទចំណែកឯអ្នកអញ្ញាសមាវឌ្ឍនៈរួមជាមួយនឹងអាដាមកម្មវិធីលោកក៏ធ្វើការឧបត្ថម្ភជូនដល់កីឡាករនេះបង្គោលខំទឹកប្រាក់20,000 រៀលបាទសរុបម្នាក់ចំនួន60,000 រៀលបាទទាត់ឆ្វេងគោលផ្លូវខាងក្នុងជាបន្តទៀតពីបង្គោលខៀវនៅស្រីនេះបាទឆ្វេងមួយជើងកាប់គល់ជើងក្រោមលោកឆ្វេងប៉ុន្តែធាក់កាត់មកវិញដូចគ្នាពីសុខេតញញឹមដាក់គ្នាស្រស់ស្រាយបាទវាចេញក្បាច់ចេញក្បួនទាត់ស្ដាំធួនពីសុខេតដេញតាមជាបន្តទៀតពីស្រីនេះដើរចូលទាត់កាត់ឆ្វេងមួយសិនទាត់កាត់ឆ្វេងធាក់ស្ដាំទល់ជាបន្តទៀតណែមានចង្វាក់កាត់ចង្វាក់បាទទាត់មកឆ្ងាញ់របស់ពួកគាត់ចូលចាប់គ្រាចាក់ជង្គង់ស្ដាំផ្ទះផ្លាជង្គង់បាទមានទៅមានមកបាទបន្តដើរចូលជាបន្តទៀតបាទទឹកប្រាក់បាទឧបត្ថម្ភម្នាក់ចំនួន60,000 រៀលបាទសម្រាប់កីឡាករនេះបាទរបស់យើងដែលកំពុងធ្វើការប្រកួតជូនបងប្អូនទស្សនាទាត់ឆ្វេងបហាពីណានស្រីនេះទាត់ឆ្វេងកាត់ទៅវិញដូចគ្នាពីស្កេតសងវិញលឿនពីណានស្រីនេះបាទទាត់បច្រាស់គ្នាមានទៅមានមកបាទទាត់ស្ដាំណែបើយើងមើលមែនតើតែពីនេះគឺល្អជើងដូចគ្នាបាទតើសើបើទោះបីជាទឹក3កម្លាំងធំថយក៏ប៉ុន្តែការទាត់របស់គាត់គឺធ្ងន់តែម្ដងបាទទាត់លះស្អាតតែម្ដងចាក់ជង្គង់ស្ដាំមានទៅមានមកបាទតែផ្លាជង្គង់អស់ចង្វាក់អស់ស្និទ្ធក្នុងការប្រយុទ្ធបាទអ្នកគ្រូញ៉ាក្រាក៏ចាប់ញែកទាញមកកណ្ដាលសង្វេធ្វើការប្រកួតហើយក៏ប្រាប់ថាបុកក៏មានថាវីជាបន្តបាទទាត់ឆ្វេងបាទពីសុខេតបាទវីស្ដាំមកដៃហើយថែមឆ្វេងជាបន្តទៀតពីស្រីនេះសងស្ដាំមកវិញដូចគ្នាពីសុខេតធាក់ស្ដាំទល់បាទរុញធាក់ឆ្វេងមកទេសិនបាទបដូរក្រាបដៃគ្នាហើយចូលចាប់គ្រាជាបន្តទៀតរុញបន្ទប់ទាញមកបាទការដែលចូលឡាំវាច្រើនពួកគាត់អត់ទាន់មានចង្វាក់នៅក្នុងការចេញស្នៀតកាយឬក៏ជង្គង់ឲ្យធ្ងន់ទេបើថាការវីប្រយោលនេះមើលចោះបាទដៃក៏ច្បាស់ជើងនេះក៏ទាត់ធ្ងន់បាទឡើងឆ្វេងទាត់ឆ្វេងធ្ងន់ពីស្រីនេះចូលចាប់គ្រាទាញមកជាបន្តទៀតបង្វល់បានម្នាក់មកជង្គង់ពេលវេលាទឹកទី3ក៏នៅសល់បំច្រើនដែរអ្នកគ្រូញ៉ាំកណ្ដាលក៏ធ្វើការចាប់ញែកបាទទាញអ្នកទាំងពីរមកកណ្ដាលសង្វេគធ្វើការប្រកួតជាបន្តបាទបន្តដល់ចុះលោកឆ្វេងបហើ
បាទលោកឆ្វេងអត់តដល់ជ្រុំចរាចរណ៍ចលោដូចគ្នាទាត់ស្រាំពីសុខេតសងស្រាំមកដៃទៅវិញដូចគ្នាបាទពីស្រីនេះធាក់ស្រាំទល់បន្តិចសិនបាទពីសុខេតបាទពេលវេលានៅសល់15វិទៀតទេបាទសម្រាប់ទឹកទី3នេះបាទយ៉ាងណាប្រយ័ត្នប្រយែងដូចគ្នាបាទទាត់ឆ្វេងបាទពីស្រីនេះទាត់ឆ្វេងសមមកវិញពីសុខេតទាត់ឆ្វេងជាបន្តទៀតពីស្រីនេះធាក់ឆ្វេងទល់ទាត់ឆ្វេងពីបង្គោលខៀវបាទ ចាប់ទឹកទី3 ការប្រកួតក៏បញ្ចប់3ទឹកពេញបាទតសាបាទសម្រាប់អ្នកទាំងពីរនេះបាទវាយគ្រប់ក្បាច់គ្រប់ស្នៀតបាទយើងមកទស្សនារូបភាពយឺតបាទស្ត្រីនៅក្នុងវិស័យប្រដាល់គុណខ្មែរបរោះធ្វើបានបាទស្ត្រីក៏ធ្វើបានដូចគ្នាចង្វាក់នៃការដើរចូលជាបន្តទៀតបាទពីស្រីនេះទាត់ឆ្វេងកាត់ពីសុខិតលោកឆ្វេងមកដៃមកវិញពីស្រីនេះទាត់ឆ្វេងជាបន្តទៀតបាទពីនិនស្រីនេះដើរចូលបាទនេះទាត់ឆ្វេងពីជាសុខិតដេញតាមវាយស្ដាំដើរត្រង់ចាក់ជង្គង់ឆ្វេងខ្លីជាបន្តទៀតពីស្រីកីឡាករនីបង្គោលខៀវឈ្នះកីឡាករនីបង្គោលក្រហមដោយពិន្ទុ